សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី18យកចិត្តទុកដាក់តែកុំដឹងចិត្តការដឹងចិត្តមិនមែនជាគុណធម៌ដ៏ល្អទេប៉ុន្តែវាជាគ្រាប់ពូជនៃគ្រោះភ័យមិនថាជាស្វាមីភរិយាបងប្អូនមិត្តភក្តិមិត្តរួមការងារសុទ្ធតែជាបញ្ហាទាំងអស់ផ្ទះស្រដៀងនឹងកំពែងការពារជីវិតមនុស្សមានអាថ៌កំបាំងដែលមិនចង់ឲ្យអ្នកនៅខាងក្រៅបានឃើញបានឮនៅក្នុងចិត្តមនុស្សយើងក៏ដូចគ្នាដែរគឺមានអាថ៌កំបាំងដែលមិនចង់ឲ្យអ្នកដទៃដឹងឮនៅក្នុងកំពែងនេះយើងគឺជាម្ចាស់មានសិទ្ធិនិងអំណាចពេញទីបើថ្ងៃណាមួយកំពែងនេះត្រូវបានគេវាយលុកកំទេចគ្មានអ្វីជាអាថ៌កំបាំងក៏មិនខុសអ្វីពីការអាក្រាតកាយចំពោះសាធារណៈដែលធ្វើឲ្យយើងមានអារម្មណ៍ញញើតញញើមគ្មានសុវត្ថិភាពឡើយដូច្នេះទើបយើងត្រូវបង្កើតកំពែងថ្មីឡើងដោយធ្វើឲ្យឆ្ងាយពីកម្លាំងវាយលុកកំទេចកំពែងនោះឲ្យឆ្ងាយរហូតដល់រកផ្លូវសង្សឹកឬកំចាត់អ្នកបំផ្លាញអ្នកជ្រៀតជ្រែកនោះវិញព្រោះមិនចង់ឲ្យគេមករំខាននៅពេលក្រោយទៀតដឹងចិត្តកុំដឹងល្អជាងមិនត្រឹមតែមិនបាច់ដឹងចិត្តគេច្រើននោះទេខ្លួនយើងក៏មិនត្រូវឲ្យគេមកដឹងចិត្តយើងច្រើនដូចគ្នាដែរបើនៅតែចង់ដឹងក៏ដូចជាមានចេតនាទៅគាស់កកាយប្រព័ន្ធការពារខ្លួនរបស់គេបើយើងជាមនុស្សឆ្លាតអាចមានលទ្ធភាពដឹងចិត្តអ្នកដទៃចូលគុំធ្វើខ្លួនបង្ហាញពីការដឹងចិត្តរបស់យើងឲ្យម្ចាស់ខ្លួនដឹងឲ្យសោះក្នុងសម័យសាមកុកអ៊ីវសុងហៅយ៉ាងស៊ីវដឹងច្រើនពេកស្មានចិត្តឆាវត្រូវជានិច្ចតាមហេតុផលឆាវគួរតែពេញចិត្តថាអ៊ីវសុងពូកែដឹងចិត្តប៉ុន្តែគេបែរជាសម្លាប់អ៊ីវសុងចោលទៅវិញព្រោះអ៊ីវសុងតែងសម្ដែងពីភាពឆ្លៀសវៃត្រង់ចំណុចនេះចេញឲ្យឃើញជាញឹកញាប់ធ្វើឲ្យឆាវមានអារម្មណ៍ថាគ្មានសុវត្ថិភាពតតែសោះបើយើងដឹងចិត្តនរណាម្នាក់ដល់ពោះវៀនពោះតាំងយើងគិតថាតើគេនឹងយកគំរូតាមឆាវឬទេជាមួយចៅហ្វាយមិត្តរួមការងារមិត្តភក្តិឬសូម្បីតែបងប្អូនរហូតដល់ស្វាមីភរិយាគឺសុទ្ធតែបែបនេះដូច្នេះទើបការដឹងចិត្តគេមិនមែនជាគុណធម៌ល្អប៉ុន្មានទេតែជាគ្រាប់ពូជនៃគ្រោះភ័យដឹងចិត្តមិនអាចប្រៀបស្មើនឹងយកចិត្តទុកដាក់ចំពោះគេឡើយការដែលហៅថាយកចិត្តទុកដាក់គឺធ្វើជាអ្នកយកចិត្តរបស់គេទទួលស្ដាប់រឿងរ៉ាវនៅក្នុងចិត្តរបស់គេដែលគេបានមករៀបរាប់ប្រាប់យើងនេះជាការដោះដូរក្នុងផ្នែកទំនាក់ទំនងរវាងមនុស្សការធ្វើដូចនេះគេនឹងមានអារម្មណ៍កក់ក្ដៅនិងគ្មានអ្វីមកដាក់សម្ពាធតែបើយើងយល់ដឹងស៊ីជម្រៅដល់គំនិតនៅក្នុងចិត្តរបស់គេចូលគុំសម្ដែងចេញថាខ្លួនដឹងច្បាស់សពគ្រប់គួរសម្ដែងចំពោះតែរឿងដែលមិនសំខាន់ទៅបានហើយឯរឿងផ្សេងធ្វើជាមិនដឹងខ្យល់អ្វីវាប្រសើរជាងបើចាំបាច់ជួនកាលត្រូវសម្ដែងភាពជ្រះស្រឡះរបស់យើងនៅក្នុងឱកាសដ៏ស័ក្តិសមជួនកាលទោះជាគេមិនសូវយកចិត្តទុកដាក់ប៉ុន្មាននឹងភាពស្មោះត្រង់របស់យើងតែគេពិតជានឹងទុកចិត្តយើងជាក់ជាមិនខានប៉ុន្តែផ្នែកកាយវិការក៏នៅតែត្រូវសម្ដែងភាពយកចិត្តទុកដាក់ចំពោះគេបើមិនដូច្នេះទេសម្ព័ន្ធភាពរវាងយើងនិងគេនឹងមានការផ្លាស់ប្ដូរមនុស្សគ្រប់រូបតែងត្រូវការឥស្សរភាពដែលផុតពីសម្ពាធផ្សេងយកល្អបំផុតកុំចង់បានមិត្តដឹងចិត្តព្រោះបើមានគេដឹងចិត្តយើងនឹងមានអារម្មណ៍ត្រូវរងសម្ពាធដូច្នេះយកត្រឹមតែជាមិត្តដែលចេះយកចិត្តទុកដាក់វាប្រសើរណាស់ទៅហើយនេះជាអត្ថន័យពីមិត្តភាពដ៏ពិតប្រាកដអ្នកដឹងចិត្តបើមិនអាចគ្រប់គ្រងលើគេបានទេមានតែគេធាក់ចោលប៉ុណ្ណោះមិនថាជាមិត្តស្វាមីភរិយាបងប្អូនឬមិត្តរួមការងារគឺសុទ្ធតែបែបនេះ